ពុទ្ធគង់សាវតា គឺលោក Marcel Livigno ចាងវាងសាលាបារាំងសែសក្នុងស្រុកបូព៌ាប្រទេស ជាអ្នករៀបរៀង ព្រះគ្រូវិមលបញ្ញាអុកស៊ូ អាចារ្យព្រះរាជបណ្ណាល័យ និងលោកគ្រូសាំងវិជ្ជាតាត បានទទួលផ្ទៀងផ្ទាត់រួចហើយ បរិច្ឆេទទី 1 អំពីស្រុកឥណ្ឌាក្នុងពុទ្ធសម័យ ចែកស្រុកឥណ្ឌា ស្រុកឥណ្ឌាចែកជាពីរប៉ែកធំពីរប៉ែកយ៉ាងធំគឺ ក ប៉ែកខាងជើងគឺអារ្យវត្តនៅក្នុងរវាងកណ្តាលអំពីភ្នំហិមាឡាយា និងភ្នំវិន្ធា ដែលគេហៅសព្វថ្ងៃថា ហិណ្ឌូស្ថាន ខ ប៉ែកខាងត្បូង គឺទក្ខិណាបទ ដែលគេហៅថា តិក្ខ័ន ក្នុងកាលព្រះពុទ្ធគង់នៅនោះ មាននិយាយតែខាងចំណែកស្រុកឥណ្ឌាខាងជើងទេ កោសល នគរដែលធំជាងគេក្នុងដែនឥណ្ឌាខាងជើង គឺនគរកោសល នគរនេះមានព្រំប្រទល់ដូចតទៅនេះ គឺខាងជើងមានភ្នំនេប៉ាល់ ខាងលិចនិងខាងត្បូងមានទន្លេគង្គា ខាងកើតមានស្រុកចំណុះមួយ ហៅថាប្រទេសកាសី ជាប់គ្នានឹងដែនមគធ ដែនកោសលនេះ ផ្សាយព្រះរាជាអាណាចក្រ ខេត្តនៅក្នុងអាណាខេត្តផ្សាយព្រះជាអាណាខេត្តនៅក្នុងចំណែកខាងជើងទៀត ដរាបដល់ព្រំប្រទល់សាក្យៈ ដែលជាប្រទេសនៅក្នុងអំណាចកោសលដែរ ដែនកោសលមានក្រុងឈ្មោះស្រាវត្ថី ឬសាវត្ថី ដែលមានអារាមឈ្មោះថាចេតវន នៅជិតទីក្រុងនោះ ហើយមានទីក្រុងធំផ្សេងៗទៀត គឺអយុធ្យា និងសាកេត ដែលនៅជិតគ្នាពីមួយទៅមួយ ប៉ុន្តែឈ្មោះទាំងពីរនេះប្រហែលជាចំពោះទៅលើទីក្រុងតែមួយនោះទេដឹង ក្នុងកាលព្រះពុទ្ធគង់នៅ ក្សត្រដែលគ្រងរាជ្យសម្បត្តិទ្រង់ព្រះនាមថាព្រះប្រសេនជីត បាលី បសេនតិ ដែនកោសលផ្សាយឥទ្ធានុភាពទៅលើប្រទេសរាជជាច្រើន មានប្រទេសកាសីជាដើម ដែលមានទីក្រុងឈ្មោះពារាណសី ដែលគេហៅសព្វថ្ងៃថា ពេណារ៉េស និងមានត្រកូលពីរទៀតគឺត្រកូលកោដ្ឋ កោលយៈមួយ ទីក្រុងរាមគ្រាម និងត្រកូលសាកៈមួយ ទីក្រុងឈ្មោះកបិលភស្តុ កបិលវត្ថុ